តោះសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងកែវិញ្ញាសាចឹងយើងចាំទាំងតទាំងអស់គ្នាមើលតើបងប្អូនណាដែលអាចធ្វើបានត្រឹមត្រូវណាវិញ្ញាសានេះគឺតិចដែរទេតទី1គឺចូលគូសធីកលើចម្លើយត្រឹមត្រូវតែមួយគត់បាទចឹងកគេឲ្យ a បូក2ស្មើ9រកតម្លៃ a ចឹងទី1នេះ a ស្មើ6ទី2 a ស្មើ7ទី3 a ស្មើ10បាទអញ្ចឹងវិធីងាយបំផុតយើងមើលមើលតើ a ស្មើប្រមាណឥឡូវឧទាហរណ៍ថាឥឡូវលោកគ្រូយក a ស្មើ6ជួសចូលអញ្ចឹងបើ a ស្មើ6 6បូក2ស្មើ9អត់6បូក2ស្មើ8អញ្ចឹងអត់ស្មើ9ទេតើឥឡូវទី2លោកគ្រូយកតម្លៃ a ស្មើ7អញ្ចឹង7បូក2ស្មើ9ពិតទេពិតអញ្ចឹងពិតអញ្ចឹងចម្លើយ a ស្មើ7គឺជាចម្លើយត្រឹមត្រូវបាទទីចំណុចខ 3a បូក1ស្មើ13ឥឡូវយើងមើលតើចម្លើយវាស្មើប្រមាណណាស្មើ3 4ឬក៏5អញ្ចឹងយើងធ្វើតាមវិធីនេះមកលឿនឧទាហរណ៍ថាឥឡូវយើងមានលោកគ្រូដាក់កន្លែងនេះទៅដាក់ចុងទៅនេះហ្មងទៅបាទនេះគ្រាន់តែជាកំណែតែយើងមិនកែអញ្ចឹងយើងធ្វើលើกระดาษព្រៀងណាតែលោកគ្រូកែទៅនេះតែហ្មងទៅឧទាហរណ៍ថា 3a មើលឃើញណា 3a បូក1ស្មើ13បាទលោកគ្រូបោះមកចេះហ្មងមកបោះអញ្ចឹងយើងបាន13យើងបោះ1មកនេះមកបានដកបាទជាទូទៅយើង sorry លេខ1សេលេខ3អញ្ចឹងខាងនេះសល់ 3a ឃើញទេបូកមកខាងនេះដកមិនអញ្ចឹងហ៎បាទឬក៏យើងធ្វើតាមបូកប្រវត្តិក៏បានដែរលោកគ្រូបានបង្រៀនយើងមាន2របៀបប៉ុណ្ណឹងណាយើងបូកយើងបោះក៏បានយើងបូកប្រវត្តិក៏បានដែរអញ្ចឹងយើងដកខាងនេះមកអានេះយើងទុកនៅដដែលខាងនេះណា 3a ទុកនៅដដែលតែ13ដកអញ្ចឹងបញ្ជាក់សម័យមិនបានចេញដក1ដោយសារខាងនេះបូកបមកខាងនេះដកអញ្ចឹងហ៎អញ្ចឹង13ដក1នៅសល់12បាទអញ្ចឹងយើងចាប់ដើមរក a មកស្អីគេចាប់ a នេះអូន3អញ្ចឹងលោកគ្រូចែកប្រវត្តិនឹង3ហ្នឹងមកបាទអញ្ចឹងនាំឲ្យ12នេះគឺយើងចែកនឹង3ដែរអញ្ចឹងយើងឃើញ a យើងស្មើប៉ុន្មាន a យើងស្មើ4អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ a ស្មើ4មួយទៀតបាទមួយទៀតក 5a បាទ 5a ស្មើ 3a បូក6បាទយើងកណនីដូចអានឹងដែរមកលោកគ្រូកណនីទៅនេះហ្មងបាទកណនីកន្លែងនេះទៅហ្មងទៅអញ្ចឹងយើងសរសេរមក 5a សេលើกระดาษព្រៀងណាពេលយើងប្រឡងយើងសេលើกระดาษព្រៀងឯងហើយចម្លើយវាឃើញហើយចាំយើងយកមកទៀងផ្ទាត់គូសគ្រីសកន្លែងដែលយើងគិតទៅត្រូវហ្នឹងតោះឥឡូវធ្វើមកយ៉ាងនេះបាទអញ្ចឹងលោកគ្រូបោះ 3a មកខាងនេះអញ្ចឹងដោយសារ 5a វានៅមុនគេអញ្ចឹងលោកគ្រូសេវាខិតខាងនេះឆ្ងាយតិចមកហើយនេះយើងអត់ឃើញសញ្ញាអាហ្នឹងគឺវាមានប្រមាណវិធីបូកតែហ្នឹងតែគេដាក់ a ដាក់មកពេលយើងបោះមកខាងនេះមកវាទៅជាដកហើយឃើញទេដក 3a ហើយខាងនេះ 3a មកនេះបាននៅខាងឆ្វេងនៅខាងស្ដាំសញ្ញាស្មើគឺនៅសល់6ណាអញ្ចឹងមើលឲ្យតន់កន្លែងនេះ 3a លោកគ្រូបោះមកខាងណាមានអញ្ញត្តិ a ហ្នឹងបាទអញ្ញត្តិ a ហ្នឹងយើងដាក់វាមកខាងឆ្វេងសញ្ញាស្មើមកបាទហើយនៅពេលដែលយើងបោះមកយើងដូរសញ្ញាផងណាកុំភ្លេចហើយនៅពេលដែល 3a បោះមកខាងនេះបាត់អញ្ចឹងនៅខាងស្ដាំសញ្ញាស្មើគឺវានៅសល់លេខ6តោះមកយើងយើងកណនីនេះមកនេះ6ទុកនៅតែបើយើងអត់មានអីកណនីទេឥឡូវយើងកណនី5a ដល់ 3a អញ្ចឹងវានៅសល់2អញ្ចឹងតោះអញ្ចឹងសល់ 2a អញ្ចឹងយើងមើលប្រវត្តិ2ចេញមកអញ្ចឹងប្រវត្តិ2ដល់គ្រូចែកនឹង2អញ្ចឹងនាំឲ្យខាងនេះក៏ចែក2ដែរណាកន្លែងហ្នឹងយើងចេះហើយ
បើខាងនេះយើងចែកនឹង2ខាងនេះក៏ចែកនឹង2ដែរមិនចឹងណាដើម្បីឲ្យវាស្មើគ្នាបាទអញ្ចឹងគោលដៅហេតុអីបើយើងចែកនឹង2ព្រោះតែយើងចង់រក A អញ្ចឹងយើងចែកមើលស្អីគេចប់ A គឺលេខ2អញ្ចឹងយើងចែកនឹង2មកបាទអញ្ចឹងមកខាងនេះចែក2ខាងនេះចែក2ដែរអញ្ចឹងយើងឃើញ2ចែក2បាន 1A 1A យើងបាច់សរសេរ1ទេ6ចែក2បាន3អញ្ចឹងចម្លើយដែលយើងត្រឹមត្រូវគឺបាន A គឺ 3A A ស្មើ3មិនមែន 3A សន្ទុះបន្តមកទៀតបាទខបាទខបាទគូនេះតិចទៅខបាទយើងអាន3ដងនៃមួយចំនួនស្មើនឹង15រកចំនួននោះ3ដងនៃមួយចំនួនបាទអញ្ចឹងយើងដាក់មកណាខរកចំនួននោះគេថាតែរកចំនួននោះចំនួនណាបាទគឺចំនួនដែលយើងត្រូវរកនោះអញ្ចឹងហ៎រកចំនួននោះអញ្ចឹងរបៀបដោះស្រាយចំណោទសមីការបែបនេះដំបូងយើងតាំងសិនណាអត់ដឹងថា3ដងនោះនឹង3នឹងប៉ុន្មានទេបាទអញ្ចឹងយើងតាំងសិនឥឡូវតាំង A គ្រូតាំង A ជាចំនួនបាទជាចំនួនគុណនឹង3ដងមានន័យចំនួនគុណនឹង3នឹងឯងណាជាចំនួនគុណនឹង3ចេះត្មងបាទគុណនឹង3បាទភាសាយើងគឺនិយាយថា3ដងអញ្ចឹងយើងបានយើងសរសេរសមីការបន្ទាប់ពីយើងតាំងហើយយើងសរសេរសមីការអញ្ចឹងយើងសរសេរតាមអ្វីដែលប្រធានយើងបានរៀបរាប់មក3ដងអញ្ចឹងមានន័យថា3គុណនឹង A គឺ 3A ហ្នឹងហើយតើណា3គុណនឹង A គឺ 3A បាទអញ្ចឹង A មកពីណាគឺមកពីយើងតាំងនេះតាំងចំនួនដងអញ្ចឹង3គុណប្រមាណស្មើ15ក៏យើងចង់និយាយអញ្ចឹង3គុណនឹងប្រមាណស្មើ15គឺចង់និយាយអញ្ចឹងឯងលំហាត់ហ្នឹងនេះអញ្ចឹងយើងដាក់មក3គុណ A ស្មើ15ស្រួលទេឃើញទេបាទយើងតាំងតោះមកយើងប្រវត្តិយើងរកតម្លៃ A មកបាទអញ្ចឹងយើងបាន 3A យើងចែកប្រវត្តិនឹងប៉ុន្មានអូននេះគ្រូបញ្យល់ខាងដើមមកហើយកាលណាយើងចង់រក A មើលលេខដែលជាប់ A ហ្នឹងមកលេខ3អញ្ចឹងយើងចែកនឹង3អញ្ចឹងបើអង្គទី1ចែកនឹង3អង្គទី2នេះ15ក៏ចែកនឹង3ដែរអញ្ចឹងយើងបាន3ចែក3បាន 1A ស្មើនឹង15ចែកនឹង3បាន3 5ដងបាទអញ្ចឹងមានចំនួនដែលយើងត្រូវរកនោះគឺ5នឹងឯងអញ្ចឹងសាកគិតមើល3 5ដង15ត្រូវទេបាទ3 5ដង A ស្មើ5អញ្ចឹង3 5ដង15ត្រូវណាត្រឹមត្រូវមួយទៀតបាទដល់កន្លែងនេះមកទៅគឺចំណុចចុងក្រោយតោះយើងអានប្រធានទៀតមកបញ្ជាក់ឡើងវិញថារបៀបដោះស្រាយចំណោទទី1យើងតាំងកាលណាគេអត់ប្រាប់យើងគ្រប់ជ្រុងជ្រោយទេយើងតាំងហើយយើងសរសេរសមីការហើយយើងដោះស្រាយណាយើងរៀនហើយយើងចេះណាយើងទៅចាំអ្វីដែលលោកគ្រូបរៀនចំណុចងគឺគេថាចំនួន n ណាចំនួន n ថែមឲ្យ5ដកនឹង1ស្មើនឹង11ចំនួន n ថែមឲ្យ5ដកនឹង1ស្មើនឹង11អានេះគេយើងរក n ហ្នឹងហើយនេះកន្លែងអត់បានដាក់ថារកណារក n ណាអញ្ចឹងយើងដាក់ងគឺយើងរកតម្លៃ n ហ្នឹងឯងណាតើ n ស្មើប្រមាណណារក n តើរក n យើងសរសេរតាមយើងត្រូវការតាំងទៀតអត់ចឹងបើគេដាក់ថា n អញ្ចឹងមកហើយណាអញ្ចឹងយើងមិនបាច់តាំងគឺយើងចាប់ផ្ដើមសរសេរសមីការយកតែម្ដងមិនចឹងណាបាទយើងមិនបាច់តាំងអីទៀតទេបើកាលណាគេប្រាប់អញ្ញត្តិមកអញ្ចឹងហើយនោះអញ្ចឹងយើងអានម្ដងទៀតមកចំនួន n ថែមឲ្យបាទថែមឲ្យមានន័យថាថែមឧទាហរណ៍ថាឥឡូវលោកគ្រូមានប៊ិច1ហើយលោកអូនឯងថែមឲ្យលោកគ្រូ2ទៀតអញ្ចឹងលោកគ្រូមានប៊ិចប៉ុន្មានហើយលោកគ្រូមានប៊ិច1អូនឯងថែមមក2ទៀតលោកគ្រូឡើងប៉ុន្មានហើយមិនឡើង3មិនអញ្ចឹងណាអញ្ចឹងថែមហ្នឹងមានន័យថាបូកមិនអញ្ចឹងយើងបាន n បូក5បាទឧទាហរណ៍
ថែមហ្នឹងមានន័យថាបូកហ្នឹងឯងហើយដកគឺដកហ្នឹងហើយដក1ចេញវិញមកបាទស្មើនឹង11ឃើញទេស្រួលទេបាទអានឡើងវិញមក n ថែមឲ្យ5បាទ n ថែមគឺបូកហើយដក1ចេញវិញដក1ចេញហើយស្មើ11តោះតមកយើងដោះស្រាយវាមកតា n នេះលោកគ្រូទុកនៅដដែលអត់មានអីគេនេះ n នេះប៉ុន្តែ5នេះ5ដក1បាទគូដាក់សញ្ញាបូកសិន5ដក1សមបាន5ដក1មិនសល់4បន្ទាប់មកយើងបោះមកតោះយើងបោះ4មកខាងនេះមកណាយើងសេរី11មុនអញ្ចឹងបូក4បោះមកនេះបានទៅជាដក4អញ្ចឹង4មកខាងនេះបាត់ហើយអញ្ចឹងនៅខាងឆ្វេងសញ្ញាស្មើនៅសតតែ n បាទអញ្ចឹងយើងសេមកបាទខាងនេះយើងកណនីទៅខាងនេះ n យើងទុកនៅតែមកបាទព្រោះយើងអត់មានកណនីហងនេះ11ដក4នៅសល់7អញ្ចឹងយើងឃើញបាត់បាទអញ្ចឹងវីដេអូលោកគ្រូមានតែប៉ុណ្្នេះឯងអញ្ចឹងព្យាយាមមើលឡើងវិញហើយបើកន្លែងណាយើងមិនយល់អាចមើលម្ដងទៀតបាទអរគុណ